បាទសូមគោរពសម្ដេចអាដាមលោកជំទាវលោកស្រីនាងកញ្ញាទូរទស្សនិកជនទាំងអស់ជាទីគោរពវិលមកជួបគ្នាបន្តជាមួយកម្មវិធីនីតិសុខភាពរបស់ស្ថានីយ៍ទូរទស្សន៍ Town Full HD TV បាទថ្ងៃនេះវិលមកជួបទូរទស្សនិកជនបន្តជាមួយនឹងប្រធានបទថ្ងៃនេះគឺដោយសារការផ្ដល់កិត្តិយសពីលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតឆៃកំពៅវិជ្ជបណ្ឌិតឯកទេសជំងឺថ្លើមក្រពះពោះវៀននិងឬដងបាតសញ្ញាបត្រមកពីប្រទេសបារាំងទីក្រុងប៉ារីសនិងលីយ៉ុងនិងជាស្ថាបនិក clinic បាត់ថ្លើមក្រពះពោះវៀនឆៃកំពៅនិងជាអតីតនាយផ្នែកបាត់ជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផងដែរនោះថ្ងៃនេះលោកសាស្ត្រាចារ្យបានផ្ដល់កិត្តិយសជាបន្តសម្រាប់កម្មវិធីលើកយកនៅប្រធានបទដ៏មានសារៈសំខាន់មួយបន្ថែមទៀតគឺបញ្ហាជំងឺរលាកថ្លើមប្រភេទ C ថាតើជំងឺរលាកថ្លើមប្រភេទ C នេះមានផលលំបាកយ៉ាងណាឬមួយក៏ការព្យាបាលបច្ចុប្បន្ននេះយើងឈានចូលដល់កម្រិតណាហើយនោះថ្ងៃនេះទូរទស្សនិកជននឹងបានដឹងអំពីការបកស្រាយពីលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតផងដែរនោះបាទផ្ដើមកម្មវិធីខ្ញុំបាទក៏សូមអនុញ្ញាតជម្រាបសួរជាថ្មីសម្រាប់លោកសាស្ត្រាចារ្យបាទសុខសប្បាយជាទេបាទបាទអរគុណថ្ងៃនេះបាទលោកសាស្ត្រាចារ្យបានផ្ដល់វត្តមានជាថ្មីសម្រាប់ផ្ដល់ជូននៅការលើកឡើងនៅប្រធានបទដ៏មានសារៈសំខាន់នេះដល់ទូរទស្សនិកជនដែលកំពុងតាមដានទស្សនាជាមួយកម្មវិធីនៅក្នុងនោះប្រសិនបើលោកស្រីនាងកញ្ញាទូរទស្សនិកជនមានសំណួរចម្ងល់ទាំងឡាយណាពាក់ព័ន្ធទៅនឹងបញ្ហាជំងឺរលាកថ្លើមប្រភេទ C បាទអាចអញ្ជើញទូរស័ព្ទមកកាន់កម្មវិធីបានដែលមានបាទលេខទូរស័ព្ទនៅលើកញ្ចក់ទូរទស្សន៍ស្រាប់គឺ010 955939ឬក៏សរសេរជាសំណួរមកកាន់ page ផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ Town Full HD TV បាទនៅក្នុងកម្មវិធីនឹងធ្វើការអានជូននៅសំណួរទាំងនេះជូនដល់លោកសាស្ត្រាចារ្យដើម្បីធ្វើការបកស្រាយបំភ្លឺជូនផងដែរនោះទូរទស្សនិកជនជាទីមេត្រីពាក់ព័ន្ធទៅនឹងជំងឺរលាកថ្លើមប្រភេទ C នេះគឺជាប្រធានបទដ៏មានសារៈសំខាន់ដែលលោកសាស្ត្រាចារ្យបានផ្ដល់ជូនសម្រាប់កម្មវិធីនៅក្នុងថ្ងៃនេះអញ្ចឹងទូរទស្សនិកជនអាចតាមដានទស្សនាជាមួយនឹងកម្មវិធីហើយក៏សូមបញ្ជាក់ជាថ្មីប្រសិនបើមានសំណួរអាចសួរបានបាទទូរទស្សនិកជនក្នុងនោះបាទផ្ដើមកម្មវិធីក៏សូមអនុញ្ញាតជម្រាបសួរទៅកាន់លោកសាស្ត្រាចារ្យតែម្ដងពាក់ព័ន្ធទៅនឹងអ្វីទៅដែលហៅថាជំងឺរលាកថ្លើមបាទប្រភេទ C ផងដែរបាទសូមគោរពជូនបាទអរគុណបាទជាដំបូងសូមគោរពសម្ដីឲ្យដំលោកជំទាវអ្នកនាងកញ្ញាជាទីគោរពខ្ញុំបាទវិជ្ជបណ្ឌិតឆៃកំពៅដែលជាអ្នកឯកទេសជំងឺថ្លើមក្រពះពោះវៀននិងឬដងបាតបានមានកិត្តិយសណាស់ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះនិយាយអំពីជំងឺរលាកថ្លើមប្រភេទ C បាទប៉ុន្តែមុននឹងយើងនិយាយអំពីជំងឺរលាកថ្លើមប្រភេទ C ខ្ញុំសូមចូលប្រធានបទផ្សេងចូលរួមបន្តិចដូចជាជំងឺអ្វីដែលហៅថាជំងឺរលាកថ្លើមទូទៅសិនបាទជំងឺរលាកថ្លើមយើងដឹងថាខ្មែរយើងហៅថាពាក្យថារលាកថ្លើមឬក៏អ្នកខ្លះគាត់ប្រើពាក្យថាពុលថ្លើមមានន័យថាការដែលមានប៉ះពាល់ទៅលើកោសិការបស់ថ្លើមហើយសួរថាជារួមវាបណ្ដាលមកមូលហេតុអ្វីមូលហេតុដែលយើងរាប់ពីមូលហេតុកម្រមកវិញដូចជាជំងឺតំណពូជដែលពួកជំងឺតំណពូជដូចជាជំងឺលើសជាតិដែកជំងឺជាតិលើសជាតិទងដែងជំងឺលើសជាតិស្ពាន់ជំងឺអស់នេះជាជំងឺកម្រឬក៏ជំងឺរលាកថ្លើមរ៉ាំរ៉ៃតំណពូជជាជំងឺកម្រប៉ុន្តែយើងក៏មានបន្តមកទៀតដូចជាការប្រើឱសថដែលយើងទិញមិនមានវិជ្ជបញ្ជាត្រឹមត្រូវប៉ុន្តែជួនកាលមានវិជ្ជបញ្ជាក៏ដោយការដែលប្រើថ្នាំហ្នឹងវាអាចប្រើអត់ត្រូវមួយគាត់អាចឲ្យគាត់មានការរលាកថ្លើមបាទបន្តមកវាអាចមានអកុលដែលយើងដឹងទាំងអស់គ្នាថាសុរាគឺមេទី1ហើយបើនិយាយអំពីយើងរាប់ពីមុខមកវិញគឺសុរាគឺជាមេរោគគឺជាមូលហេតុទី1នៃជំងឺរលាកថ្លើមហើយនឹងគ្រិនថ្លើមបន្តមកទៀតមានប្រភេទវីរុសដែលយើងប្រធានបទយើងថ្ងៃនេះយើងនិយាយអំពីវីរុសប្រភេទ C ប៉ុន្តែក្នុងវីរុសយើងត្រូវយល់ថាក្នុងវីរុសដែលប៉ះទៅលើថ្លើមវាមានច្រើនប៉ុន្តែវីរុសដែល specific តែប៉ះទៅលើថ្លើមដែលមានចំនួនជាញឹកញាប់យើងតែងយកមករៀបរាប់ហ្នឹងគឺមាន5ជំងឺគឺប្រភេទវីរុសប្រភេទ A វីរុសប្រភេទ A ហ្នឹងគឺជាជំងឺមួយឆ្លងតាមចំណីអាហារបើនិយាយទៅឆ្លងតាមការហូបចុកតាមមាត់បាទអញ្ចឹងវាច្រើនតែឲ្យរលាកស្រួចស្រាវវាមិនឲ្យទៅជារ៉ាំរ៉ៃទេបាទហើយបើវាវិវត្តគ្រោះថ្នាក់មានតិចហើយវាភាគច្រើនដោយសារវាជាជំងឺមួយដែលវាឆ្លងតាមចំណីអាហារឆ្លងតាមដូចថាការដែលមិនហូបមិនបានស្អាតឬក៏ប៉ះពាល់ដល់មានមេរោគហ្នឹងវាឆ្លងមកវាឆ្លងភាគច្រើនវាឆ្លងតាំងពីក្មេងអញ្ចឹងហើយបើនៅក្នុងប្រទេសកម្ពុជាយើងអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ A នេះសឹងតែមានទាំងអស់គ្នាហើយមានសឹងតែថាមុនវ័យ20ជាងគឺឆ្លងអស់ប៉ុន្តែគ្រាន់តែការឆ្លងរបស់គាត់ជួនកាលអ្នកខ្លះមានសញ្ញាគាត់តាំងពីតូចគាត់ឡើងលឿងឡើងអីក៏អាចទៅជួបពេទ្យព្យាបាលជាទៅក៏វាជាចប់ទៅប៉ុន្តែមានអ្នកខ្លះឆ្លងហើយជាខ្លួនឯងដែលគ្មានរោគសញ្ញាអ
ចឹងប្រភេទ A មានន័យថាជាជំងឺមួយស្រាលឆ្លងជាភាគច្រើនខ្លួនឯងខ្លួនបាទបន្ទាប់មកមានប្រភេទ B ដែលប្រធានបទនេះខ្ញុំបានធ្លាប់បានបកស្រាយម្ដងដែរហើយតកតងជំងឺថ្លើមប្រភេទ B វាអាចមានទាំងពីរវាអាចឲ្យរលាករ៉ាំរ៉ៃហើយនឹងរលាកស្រួយស្រាវបានន័យថាវាអាចមានសញ្ញាចេញជាសញ្ញាឲ្យយើងដឹងថាមានរលាកថ្លើមនិងមិនមានសញ្ញាដែលវាជួនកាលពេលដែលវាមានសញ្ញាពេលដែលមានផលបាក់គេហៅថាដំណាក់កាលរ៉ាំរ៉ៃនោះអញ្ចឹងវាឆ្លោះថាប្រភេទ B ឆ្លងតាមអ្វីប្រភេទ B គឺគេថាវាឆ្លងតាមការដែលប៉ះពាល់ដោយឈាមការប៉ះពាល់គឺផ្លូវឈាមបន្ទាប់មកមានប្រភេទថ្លើម C ប្រភេទ C ដែលយើងប្រធានបទយើងនឹងស៊ីជម្រៅនៅពេលបន្តិចទៀតហ្នឹងវាឆ្លងដូចប្រភេទ B ដែរគឺតាមឈាមដូចគ្នាត្រូវការមានការប៉ះពាល់ដោយឈាមឆ្លងមកមនុស្សម្នាក់ដែលត្រូវបានចម្លងហ្នឹងហើយវាមានពីរដំណាក់កាលដូចគ្នាគឺដំណាក់កាលស្រួចស្រាវគឺមានន័យភាសានៅក្នុងជំងឺថ្លើមប្រភេទ B ឬក៏ប្រភេទ C ឬក៏ប្រភេទ D ឬក៏ប្រភេទជាពិសេស3ប្រភេទហ្នឹងគេចង់និយាយថាពាក្យថាស្រួចស្រាវមានន័យថាឆ្លងហើយមិនជាលើសពី6ខែបើពេលដែលមិនជាលើសពី6ខែគេហៅរ៉ាំរ៉ៃដែលវាជាមុន6ខែយើងប្រើពាក្យថាស្រួចស្រាវឬក៏អង់គ្លេស acute ប្រាំងហៅ aiguë hepatitis aiguë ហើយនឹងរ៉ាំរ៉ៃអញ្ចឹងប្រភេទ B ក៏ដូចជាប្រភេទ C បន្ទាប់មានវីរុសមួយទៀតគេហៅវីរុស Delta ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងវីរុស Delta ហ្នឹងឬក៏យើងប្រើពាក្យថា D Delta ហ្នឹងគឺឆ្លងតាមឈាមដូចគ្នាហើយក៏វាអាចឲ្យមានរ៉ាំរ៉ៃក៏ដូចជាស្រួចស្រាវដូចគ្នាមានវីរុសមួយទៀតដែលយើងក៏កម្រដែលបានចាប់រោគឃើញប្រភេទហ្នឹងគេថាឆ្លងតាមចំណីអាហារដែរតែនៅក្នុងប្រទេសកម្ពុជាយើងហាក់ដូចជាការរោហ្នឹងវាពិបាករោដោយសារថាវាត្រូវតេស្តហ្នឹងយើងអត់មាននៅក្នុងប្រទេសកម្ពុជាតែប្រឆាលហើយវាជាជំងឺមួយឆ្លងតាមចំណីអាហារភាគច្រើនវាជាដូចប្រភេទ A ដែរឆ្លងដូចតាមចំណីអាហារតាមការប្រឡាក់ដោយនេះការហូបចុកមានការឆ្លងមេរោគហ្នឹងហើយវាក៏វាវិវត្តស្រួចស្រាវដំបូងហើយវាវិវត្តទៅជាដាច់តែម្ដងបាទអញ្ចឹងយើងជាសង្ខេបយើងនិយាយអំពីវីរុសតែប្រធានបទយើងថ្ងៃនេះយើងនឹងបកស្រាយបន្តិចទៀតថាវីរុសប្រភេទ C បាទអរគុណបាទលោកសិទ្ធិចារដែលបានធ្វើការបកស្រាយពាក់ព័ន្ធជាមួយនឹងប្រភេទមេរោគថ្លើមតែម្ដងបាទទុតិយជនដែលផ្ដើមកម្មវិធីចង់ឲ្យទុតិយជនបានយល់អ្វីទៅដែលហៅថាជំងឺរលាកថ្លើមបាទទាំង A B C តែម្ដងបាទទុតិយជនដែលលោកសិទ្ធិចារចង់ឲ្យទុតិយជនបានយល់ហើយពាក់ព័ន្ធជាមួយនឹងមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យការកើតនៅជំងឺរលាកថ្លើមប្រភេទ C នោះសូមផ្ដល់ជូនលោកសិទ្ធិចារបន្តគុណឥឡូវយើងមិញយើងនិយាយអំពីមូលហេតុរលាកថ្លើមជារួមបាទមានតំណពូជមានជំងឺដែលមកពីឱសថអាចមកពីមេរោគមកពីសូរ៉ាឥឡូវនៅក្នុងមេរោគដែលវីរុសហ្នឹងយើងមានច្រើនអញ្ចឹងថ្ងៃនេះយើងនិយាយអំពីវីរុស C តាមពិតមេរោគរលាកថ្លើម C គឺបណ្ដាលមកពីប្រភេទវីរុសឈ្មោះវាពួកប្រភេទហ្នឹងគឺជាវីរុសមួយដែលគឺជាវីរុស ARN គឺវីរុសដែលមានខ្សែនៅក្នុងហ្នឹងវាមានមួយខ្សែវាមិនមែន ADN ហើយប្រភេទវីរុសហ្នឹងតាំងពីពិតគេទៅរកឃើញមិនមែនរកឃើញយូរទេត្រឹមតែឆ្នាំ1989បានគេចាប់ផ្ដើមរកឃើញដែលពីមុនគេប្រើពាក្យថាជំងឺរលាកថ្លើមមិនមែន A មិនមែន B គេអត់ដឹងថាអីទេគាត់តែឃើញមានរលាកថ្លើមហើយជំងឺហ្នឹងឲ្យរលាកថ្លើមគេអត់ទាន់មានតេស្តណាដែលរកឃើញអញ្ចឹងត្រឹមតែដល់ឆ្នាំ1989គេអាចរកឃើញបដាហើយដល់ពេលឆ្នាំ1992បានគេមានតេស្តសម្រាប់រោមេរោគប្រភេទ C ហ្នឹងអញ្ចឹងមុនឆ្នាំ1982គេហៅថាជំងឺរលាកថ្លើមមិនមែន B មិនមែន A មិនមែន B ដល់ក្រោយឡើងចាប់ពីឆ្នាំ1992ទើបយើងបានប្រើពាក្យមួយថាគឺជាវីរុសរលាកថ្លើមប្រភេទ C ដែលយើងហៅថាជំងឺរលាកថ្លើមប្រភេទ C ហ្នឹងសួរថាជំងឺនេះវាឆ្លងយើងដឹងហើយថាឆ្លងតាមឈាមហើយរហូតដល់សប្តាហ៍ថ្ងៃនេះវាមិនមានវ៉ាក់សាំងអីសម្រាប់ចាក់ការពារទេហើយហេតុអីបានខ្ញុំយកប្រធានបទនឹងមកបកស្រាយនៅក្នុងកម្មវិធីថ្ងៃនេះយើងនិយាយអំពីប្រភេទថ្លើម C ហ្នឹងដែលពីមុនយើងបារម្ភណាស់ជាពលរដ្ឋយើងភ័យណាស់ឲ្យតែមានជំងឺរលាកថ្លើម C ការព្យាបាលស៊ីពេលយូរហើយចំណាយថវិកាច្រើនបាទឥឡូវនេះវាមានការផ្លាស់ប្ដូរដែលវាមានការងាយស្រួលប៉ុន្តែទន្ទឹមនឹងការងាយស្រួលក៏វានៅតែមានជាបញ្ហាដដែលបាទជារួមតាមការសិក្សាពីមុនមកគេថាបើនៅក្នុងជនជាតិអាមេរិកគេថាមានប្រហែលជា3លានជនជាតិអាមេរិកមានមេរោគប្រភេទ C ហើយនៅក្នុងពិភពលោកមានរហូតដល់170លានមេរោគប្រជាពលរដ្ឋដែលមានបាទហើយមូលហេតុដែលខ្ញុំយកប្រធានបទនេះមកបកស្រាយពីព្រោះជំងឺរលាកថ្លើម C ដូចខ្ញុំបានរៀបរាប់ដំបូងថាវាឲ្យរលាក
ស្រួយស្រាវបន្ទាប់ពីស្រួយស្រាវឲ្យរ៉ាំរ៉ៃបន្ទាប់ពីរ៉ាំរ៉ៃវាអាចមានផលបាក់វាអញ្ចឹងវាមានគ្រោះថ្នាក់ពេលដែលវារ៉ាំរ៉ៃយូរអាចឲ្យក្រិនក៏ពេលក្រិនអាចរហូតដល់មានមហារីកថ្លើមទៅទៀតបាទហើយម្យ៉ាងទៀតនៅក្នុងប្រទេសកម្ពុជាយើងក៏ជាប្រទេសមួយដែលមានមេរោគប្រភេទ C នឹងដែរហើយទោះជាមានការព្យាបាលយ៉ាងម៉េចក៏ដោយទី1ប្រជាពលរដ្ឋយើងមិនទាន់មានលទ្ធភាពអាចគ្រប់គ្នាធ្វើការព្យាបាលបានដោយសារការចំណាយធ្វើតេស្តនិងចំណាយទិញឱសថដូច្នេះយើងនៅជាបញ្ហាទោះជាគាត់មានព្យាបាលមានឱសថដែលពូកែដែលមិនពិបាកព្យាបាលដូចមុនទេប៉ុន្តែទោះយ៉ាងម៉េចក៏ដោយក៏នៅជាមានបញ្ហាដដែលបាទនៅមានគាត់ថាវាបានគ្រាន់បើជាងមុនហើយទី2ដែលខ្ញុំប្រធានបទខ្ញុំនឹងសរុបនៅពេលក្រោយហ្នឹងដោយសារជំងឺនេះទោះជាព្យាបាលជាក៏ដោយនៅមានលក្ខខណ្ឌអ្នកជំងឺប្រភេទខ្លះជាតែមេរោគទេតែថ្លើមអាចវិវត្តទៅមុខតទៅទៀតយើងនឹងបកស្រាយនៅប្រធានបទបន្តតទៀតបាទអរគុណច្រើនលោកសាស្ត្រាចារ្យអញ្ចឹងជាការពិតបាទទុតិយជននេះគឺជាអ្វីដែលជាការបណ្ដាលឲ្យកើតមាននៅមេរោគថ្លើមបាត់រលាកថ្លើមប្រភេទ C ពីលក្ខណៈចម្លងពិសេសបាទទៅលើមេរោគថ្លើមប្រភេទ C នេះតើការចម្លងដោយដែលលោកសាស្ត្រាចារ្យបានរៀបរាប់ត្រួសមកហើយពីប្រភេទថ្លើមតាំងពី A រហូតដល់ C ប៉ុន្តែសម្រាប់លក្ខណៈចម្លងនៃមេរោគថ្លើមប្រភេទ C វិញថាតើមានលក្ខណៈចម្លងណាខ្លះដែលគួរឲ្យប្រជាពលរដ្ឋរបស់យើងមានការកត់សម្គាល់និងមានការប្រុងប្រយ័ត្នបាទអរគុណតើតើនឹងការឆ្លងបើយើងនិយាយសរុបឲ្យងាយចាំប្រជាពលរដ្ឋយើងពីជំនាន់មុនយើងភ័យនឹងជំងឺអេដបាទបើយើងនិយាយអំពីជំងឺអេដនិងជំងឺថ្លើមសេស្តៀងតែគ្នាទេគឺរបៀបឆ្លងតែមួយអញ្ចឹងងាយស្រួលនៅក្នុងការចាំបាទអញ្ចឹងឧទាហរណ៍គេថាការឆ្លងគឺឆ្លងដោយប៉ះទៅលើឈាមអ្នកដែលមានមេរោគហើយឈាមដែលអ្នកមានមេរោគហ្នឹងមកមុតប៉ះយើងមិនមែនគ្រាន់តែឈាមគាត់មានមេរោគទេតែបើយើងអត់បានប៉ះអត់បានមុតឆ្លងមកយើងក៏យើងមិនអាចឆ្លងបានដែរអញ្ចឹងអានោះគឺជាផ្លូវទី1ដែលចម្លងធ្ងន់ជាងគេបន្ទាប់មកសួរថាមធ្យោបាយដែលអាចឆ្លងមកយើងដូចជាមនុស្សដែលពីមុនតែសប្តាហ៍នេះតាំងពីឆ្នាំ1992មកការដែលឆ្លងដោយសារការដាក់ឈាមវាលែងជាបញ្ហាធ្ងន់ធ្ងរដែលពីមុនដោយសារយើងអត់ទាន់មានតេស្តយើងមើល A អត់មាន B អត់មានជាពិសេសមើល B អត់មានយើងថាអត់មានឈឺអីប៉ុន្តែឈាមអ្នកខ្លះគាត់មានមេរោគផ្សេងតែសប្តាហ៍យើងមានតេស្តទាំងអស់ហើយអញ្ចឹងគេថាក្រុមដែលការដាក់ឈាមវាចម្លងងាយនឹងឆ្លងមេរោគប៉ុន្តែនេះខ្ញុំសូមបើកវងកញ្ចក់មុនឆ្នាំ1992សប្តាហ៍យើងមានតេស្តដូច្នេះការដាក់ឈាមមិនមានជាបញ្ហាអីទេបាទបន្តមកទៀតមធ្យោបាយដោយសារឈាមអញ្ចឹងចំពោះមនុស្សដែលលាងឈាមអានេះខ្ញុំនិយាយក្នុងលក្ខខណ្ឌលាងឈាមដែលការសម្អាតមិនបានត្រឹមត្រូវទេប៉ុន្តែមធ្យោបាយលាងឈាមគេមានសម្ភារៈផ្លាស់ប្ដូរអញ្ចឹងការដែលលាងឈាមបើយើងធ្វើក្នុងលក្ខខណ្ឌត្រឹមត្រូវមិនអាចឆ្លងទេគ្រាន់តែថាវាអាចគេរកឃើញផ្លូវហ្នឹងដែលអាចចម្លងបានដែលពីមុនគេអាចរកឃើញមានភាគរយតិចតួចក៏ដោយតែគេរកឃើញផ្លូវហ្នឹងជាផ្លូវចម្លងបន្តមកទៀតការដែលយើងទៅឧទាហរណ៍ទៅប្រើរបស់ចាក់សាក់ទៅមានចាក់ទៅសាក់ទៅចោះអីដូចជាយើងពាក់សម្ភារៈអីដែលឲ្យស្អាតហ្នឹងរបស់ហ្នឹងក៏ងាយដែរប្រសិនបើគាត់ប្រើរបស់មួយដែលមិនបានសម្អាតត្រឹមត្រូវតែបើគាត់សម្អាតត្រឹមត្រូវគឺគាត់គ្មានអីឆ្លងទេហើយបន្តមកទៀតការដែលយើងចែកដែលចំពោះអ្នកប្រើគេចោទទៅលើអ្នកដែលប្រើគ្រឿងញៀនធម្មតាអ្នកដែលប្រើគ្រឿងញៀនគាត់ប្រើមជុលបើសិនគាត់ប្រើរបស់ចាក់គាត់មិនងាយនឹងមានពេលបានចែកមជុលអីត្រឹមត្រូវទេរបៀបឆក់កដៀតរបៀបអីចឹងវាប្រឈមទៅនឹងការដែលឆ្លងដែរបន្តមកទៀតការដែលយើងប្រើពួកដែលគេថាប្រើពួកគ្រឿងញៀនដែរដូចជាប្រើពួកកូកាអ៊ីនពួកអីដែលយើងប្រើរបស់ជារបស់ហិតក៏វាងាយនឹងអាចមានដែរបន្តមកទៀតវាអាចមានមធ្យោបាយផ្សេងទៀតដូចជាការឆ្លងរវាងថាចម្លងដោយសារការរួមភេទប៉ុន្តែការរួមភេទគេសំដៅទៅការរួមភេទដោយដៃគូច្រើនបាទបើការរួមភេទនេះគេថាកម្រិតឆ្លងតិចណាស់ប៉ុន្តែគេចង់និយាយថាអ្នកដែលមានរួមភេទដៃគូច្រើនប្រឈមបន្តមកវាអាចឆ្លងរវាងពីម្ដាយមកកូនដែរចំពោះម្ដាយដែលមានមេរោគតែសប្តាហ៍គេមានមធ្យោបាយការពារច្រើនណាស់ម្ដាយដែលមានមេរោគកុំឲ្យចម្លងមកកូនគេមានមធ្យោបាយច្រើនก่อนនេះយើងរៀបរាប់អំពីផ្លូវដែលអាចចម្លងមកមនុស្សយើងបើនិយាយជារួមដូចមានសម័យទៅលើអេដក៏ដូចជាថ្លើមសេដូចគ្នាបាទអរគុណច្រើនលោកសាស្ត្រាចារ្យដែលបានធ្វើការបកស្រាយហើយសម្រាប់កម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទទុកលេខជូន
ទូរទស្សនិកជនជាទីមេត្រីវិលមកជួបគ្នាបន្តជាមួយនឹងប្រធានបទថ្ងៃនេះយើងនិយាយអំពីបញ្ហាជំងឺរលាកថ្លើមប្រភេទ C ដែលទទួលការបកស្រាយពីលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតឆៃកំប៉ៅបាទឯកទេសថ្លើមក្រពះពោះវៀននិងឬដូងបាតបាទថ្ងៃនេះលោកផ្ដល់កិត្តិយសបាទសម្រាប់កម្មវិធីបន្តទៀតនៅក្នុងការលើកយកនៅប្រធានបទដ៏មានសារៈសំខាន់នេះមកធ្វើការជម្រាបជូនដល់ទូរទស្សនិកជននេះគឺជាប្រធានបទដ៏មានសារៈសំខាន់ផ្ដល់ជូនដល់ទូរទស្សនិកជនដែលកំពុងតាមដានទស្សនានិងជាការស្វែងយល់អំពីបញ្ហាសុខភាពបាទទូរទស្សនិកជនសុខភាពសំខាន់ណាស់ទន្ទឹមនឹងការខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារយើងក៏ត្រូវគិតមួយផ្នែកទៅលើបញ្ហាសុខភាពផងដែរលោកសាស្ត្រាចារ្យពាក់ព័ន្ធជាមួយនឹងជំងឺរលាកថ្លើមប្រភេទ C នេះពាក់ព័ន្ធទៅនឹងរោគសញ្ញាវិញថាតើប្រជាពលរដ្ឋរបស់យើងអាចដឹងថាគាត់នឹងមានជំងឺរលាកថ្លើមប្រភេទ C ដោយកត្តារោគសញ្ញាអ្វីសំខាន់ខ្លះដើម្បីធ្វើការកត់សម្គាល់សូមអរគុណតកតងរោគសញ្ញាជាធម្មតានៅក្នុងជំងឺថ្លើមប្រភេទ C នេះវាតាំងពីវាមានពីរដំណាក់កាលគេហៅដំណាក់កាលស្រួចស្រាវភាសាបារាំងហៅ hepatitis C aiguë និងដំណាក់កាលរ៉ាំរ៉ៃដំណាក់កាលរ៉ាំរ៉ៃគឺជាដំណាក់កាលមួយដែលអ្នកជំងឺពេលដែលគាត់អត់មានមេរោគនៅក្នុងខ្លួនមិនជាក្នុងរយៈពេល6ខែគេហៅរ៉ាំរ៉ៃប៉ុន្តែទាំងពីរដំណាក់កាលនឹងភាគច្រើនគឺគ្មានរោគសញ្ញានៅពេលដែលថ្លើមមិនទាន់ធ្ងន់គ្រាន់តែនៅក្នុងគេថាអ្នកជំងឺទាំងឡាយដែលមានដំណាក់កាលដំបូងហ្នឹងតើវាមានសញ្ញាអីជារួមភាគច្រើនជំងឺថ្លើមសេដូចខ្ញុំបានរៀបរាប់ថាវាមិនមានរោគសញ្ញាទេភាគច្រើននៅក្នុងដំណាក់កាលណាមួយក៏វាមិនទាន់ធ្ងន់គឺមិនទាន់មានរោគសញ្ញាគ្រាន់តែប្រសិនបើវាមានរោគសញ្ញាតើមានរោគសញ្ញាអ្វីគេថាប្រសិនបើមានរោគសញ្ញានៅក្នុងដំណាក់កាលដំបូងដំណាក់កាលហៅរលាកថ្លើមស្រួយស្រាវហ្នឹងគឺមានសញ្ញាហ្នឹងមានលក្ខណៈជាដូចយើងគ្រុនដូចរបៀបជាយើងគ្រុនផ្ដាសាយអញ្ចឹងមានការឈឺខ្លួនមានក្រៅប៉ុន្តែលើសពីនឹងទៀតមានសញ្ញាច្បាស់លាស់ដូចជាមានការចុកឆ្អល់ឈឺក្រោមចង្កញ្ញាខាងស្ដាំហើយភ្នែកឡើងលឿងសាច់គាត់ឡើងលឿងហើយទឹកនោមគាត់លឿងនេះគឺជាដំណាក់កាលភាគច្រើនវាអាចមានទាំងពីរប៉ុន្តែបើវាក្នុងដំណាក់កាលដំបូងគឺជាដំណាក់កាលដែលយើងហៅថារលាកថ្លើមសេស្រួចស្រាវហ្នឹងគឺភាគច្រើនមិនមានសញ្ញាទេបើមានសញ្ញាគឺឲ្យយើងឡើងលឿងអស់កម្លាំងមានលក្ខណៈជាគ្រុនហើយលឿងទឹកនោមលឿងប្រសិនបើមាននៅក្នុងដំណាក់កាលហ្នឹងប៉ុន្តែមានអ្នកខ្លះគ្មានសញ្ញាទេគេថាដំណាក់កាលនៅក្នុងដំណាក់កាលស្រួចស្រាវហ្នឹងមានតែប្រហែលជា30-40% ទេដែលមានសញ្ញាគាត់មានរោគឆ្លងចូលក្នុងរយៈពេល6ទៅ7សប្តាហ៍ហ្នឹងគាត់ចាប់ផ្ដើមឆ្លងចូលគាត់ចាប់ផ្ដើមមានគេហៅថាមានមេរោគចូលហើយគឺជាដំណាក់កាលដែលវាសង្ងំនៅក្នុងថ្លើមយើងបន្ទាប់មកវាចេញរោគសញ្ញាជួនកាលវាអត់ចេញសញ្ញាអីទាំងអស់ហើយដូចខ្ញុំបានរៀបរាប់ថាការចេញរោគសញ្ញាមានតែ30-40% ទេទោះជានៅក្នុងដំណាក់កាលស្រួចស្រាវក៏ដោយបាទបន្ទាប់មកទៀតវាអាចមានមួយដំណាក់កាលទៀតគឺដំណាក់កាលរ៉ាំរ៉ៃអ្នកជំងឺដែលដំណាក់កាលរ៉ាំរ៉ៃភាគច្រើនគឺគ្មានរោគសញ្ញាភាគច្រើនគាត់ទៅមើលឈាមគាត់ដូចជាគាត់ទៅពិនិត្យឈាមទៅឃើញថាមានទុកមេរោគហើយបើសញ្ញាគាត់ជួនកាលគាត់មានសញ្ញាដូចជាអស់កម្លាំងដែលអ្នកជំងឺភាគច្រើនមានសញ្ញាមានអារម្មណ៍ថាអស់កម្លាំងគាត់ទៅពិនិត្យឈាមទៅគាត់ឃើញមានមេរោគហើយជួនកាលគេថាអាចមានសញ្ញាដូចជាមិនឃ្លានបាយដូចជាប៉ុន្តែភាគច្រើនសញ្ញារបស់វានៅក្នុងដំណាក់កាលរ៉ាំរ៉ៃដែលមិនទាន់មានផលវិបាកខ្លាំងវាអត់មានសញ្ញាទេលុះត្រាតែរលាករ៉ាំរ៉ៃយូរឆ្នាំទៅទៀតវាវិវត្តទៅរកក្រិនថ្លើមពេលហ្នឹងដែលពេលថ្លើមធ្ងន់បានវាមានសញ្ញាឧទាហរណ៍ពេលដែលវាចេញសញ្ញាក្រិនថ្លើមវាឡើងមានពេលដល់ដំណាក់កាលក្រិនវាចេញសញ្ញារបស់ក្រិនថ្លើមឧទាហរណ៍ក្រិនថ្លើមដូចជាចេញសញ្ញានៅលើស្បែកដែលយើងឃើញមានដូចរូបនេះឧទាហរណ៍ឃើញកទួលមួយក្រហមនៅកណ្ដាលហើយមានដូចតសៃចេញក្រហមដែរហ្នឹងនៅស្មាជាពិសេសនៅដើមទ្រូងយឺតម្ដងហើយនៅខ្នងគុំច្រឡំមួយលមាស់អីធម្មតាអញ្ចឹងនេះពេលណាដែលវាចេញដល់សញ្ញានេះមានន័យថាបើវាលើសពីចំនួន3គ្រាប់នៅដើមទ្រូងនេះត្រូវគិតមុនគេទៅរកជំងឺថ្លើមក្រិនដែរគ្រាន់មូលហេតុក្រិនមកពីស្អីខ្ញុំមិនដឹងទេប៉ុន្តែបើចេញអញ្ចឹងប្រយ័ត្នអាចជាសញ្ញារបស់ក្រិនថ្លើមអញ្ចឹងសញ្ញាក្រិនថ្លើមវាមានពីទី1បន្ទាប់មកវាចេញសញ្ញាដូចជានៅបាតដៃឡើងក្រហមហើយដល់ពេលដំណាក់កាលធ្ងន់ដូចជាមានទាកទឹកមានអីឧទាហរណ៍រូបបន្តិចទៀតយើងមានអ្នកជំងឺមានទាកទឹកអីហ្នឹងគឺជាដំណាក់កាលដែលវាធ្ងន់អញ្ចឹងពេលណាដែលវានៅដំណាក់កាលរ៉ាំរ៉ៃវាអត់សញ្ញាពេលដែលវាចេញសញ្ញាវាជាដំណាក់កាល
ហួសពេលដែលវាចេញដូចជាដំណាក់កាលនៅពេលក្រិនហើយគេថាមានដំណាក់កាលខ្លះដែរដែលវាមានចេញសញ្ញាប៉ះតម្រងនោមអាចមានបញ្ហាតម្រងនោមអាចបញ្ហាសរសៃឈាមប៉ុន្តែជំងឺអស់ហ្នឹងកម្រណាស់អញ្ចឹងវាច្រើនតែវិវត្តទៅរកក្រិនពេលដែលវាសញ្ញាដល់ពេលដល់ដំណាក់កាលក្រិនទើបវាចេញសញ្ញាឬក៏ដំណាក់កាលមហារីកក៏ដូចជាក្រិនដែរគឺពេលដែលវាមានមហារីកមានឈឺចាប់ថែមហើយអាចមានសញ្ញាដូចក្រិនដូចជាទីទឹកដូចអីចឹងពីព្រោះថាមុននឹងទៅដល់មហារីកវាត្រូវក្រិនបាទអរគុណច្រើនណាស់បាទលោកសិទ្ធិចាស់ពាក់ព័ន្ធទៅនឹងរោគសញ្ញាចឹងទូទៅជនបានកត់សម្គាល់អំពីបាទការផ្ដល់ជូននៅអ្វីដែលជាបាទការផ្ដល់ជូននៅចំណេះបាទខ្លះបាទពីលោកសិទ្ធិចាពាក់ព័ន្ធទៅនឹងរោគសញ្ញាបាទពីបញ្ហាជំងឺរលាកថ្លើមប្រភេទCអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្លះយើងអត់ចាប់អារម្មណ៍อะไรដែលលវការងារពេកក៏មិនចាប់អារម្មណ៍លើសញ្ញាផ្សេងដោយដែលលោកវិជ្ជបណ្ឌិតលោកសាស្ត្រាចារ្យបានធ្វើការជម្រាបជូននោះដែរលោកសាស្ត្រាចារ្យពាក់ព័ន្ធទៅនឹងផលវិបាកវិញផលវិបាកបែបណាខ្លះសម្រាប់ជំងឺរលាកថ្លើមប្រភេទCនៅក្នុងពេលបច្ចុប្បន្នដោយសារតែបាទយើងហាក់បីដូចជាឥឡូវនេះដូចជាមានថ្នាំព្យាបាលបានច្រើនទៅហើយបាទសូមអរគុណតើតើនឹងផលវិបាកយើងដឹងភាគច្រើនជំងឺថ្លើមគឺប្រភេទ B ក៏ដូចជាប្រភេទ C ពេលដែលវាចូលដំបូងវាឆ្លងមកវាមានសញ្ញាបើសិនវាមានសញ្ញាភាគច្រើនគេសង្ឃឹមថាវាជាខ្លួនវាបានភាគរយជាទូទៅបើសិនគេគិតជារួមអត់សញ្ញាក៏ដោយមានសញ្ញាក៏ដោយឆ្លង100នាក់មាន20នាក់អាចជាដល់ខ្លួនឯងដោយមិនមានការព្យាបាលហើយប្រសិនបើវាក្នុងរយៈពេល6ខែវាមិនអស់មេរោគបានន័យថាមិនជាវាចូលដំណាក់កាលមួយទៀតគេហៅថារ៉ាំរ៉ៃអញ្ចឹងពាក្យថារ៉ាំរ៉ៃជាប្រវត្តិត្រូវយល់ពាក្យរ៉ាំរ៉ៃថាកុំភ័យពេកឬតែពាក្យរ៉ាំរ៉ៃមានន័យថាធ្ងន់មែនទេមានន័យថាមានវត្តមានមេរោគនៅក្នុងខ្លួននៅក្នុងឈាមលើសពី6ខែប៉ុន្តែក្នុងរ៉ាំរ៉ៃវាមានកម្រិតវាទៅទៀតរ៉ាំរ៉ៃមួយដែលវាមិនទាន់ប៉ះថ្លើមវានៅជាមួយយើងគ្រាន់តែវានៅយូរជាមួយយើងមិនទាន់ប៉ះថ្លើមដល់ពេលរលាករ៉ាំរ៉ៃយូរទៅវាឲ្យទៅជាក្រិនបាទបន្ទាប់ពីក្រិនមកទៀតវាឲ្យមានផលវិបាកក្រិនហើយជួនកាលវាឲ្យទៅជាមានមហារីកនឹងហើយដែលជាផលវិបាករបស់ជំងឺរលាកថ្លើមប្រភេទ C បាទអរគុណច្រើនលោកសាស្ត្រាចារ្យដែលបានធ្វើការជម្រាបជូនអំពីផលវិបាកពាក់ព័ន្ធទៅនឹងការធ្វើរោគវិនិច្ឆ័យវិញលោកសាស្ត្រាចារ្យដោយសារតែបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបតែការធ្វើរោគវិនិច្ឆ័យរោគមេរោគថ្លើមប្រភេទ C នៅក្នុងកម្រិតណាមួយហើយក្នុងពេលបច្ចុប្បន្នតើតើការធ្វើរោគវិនិច្ឆ័យដូចខ្ញុំបានរៀបរាប់ថាជំងឺថ្លើម C ទោះជាក្នុងដំណាក់កាលណាជួនកាលវាគ្មានសញ្ញាភាគច្រើនប៉ុន្តែបើសិនវាមានសញ្ញាដូចជាអស់កម្លាំងដូចជាមិនឃ្លានបាយដូចជាពិបាកដេកដូចជាមានបញ្ហាអត់ស្រួលនៅក្នុងម្ដុំតំបន់ថ្លើមនោះយើងគិតទៅរកថ្លើមវាស្រួលទេប៉ុន្តែភាគច្រើនអ្នកជំងឺគាត់គ្មានសញ្ញាអញ្ចឹងដើម្បីឲ្យដឹងថាគាត់ឈឺមានតែតេស្តមួយទេគឺការពិនិត្យឈាមបាទអញ្ចឹងគាត់នាំគ្នាទៅពិនិត្យឈាមបានគាត់ដឹងថាគាត់មានឈឺថ្លើមប្រភេទ C ប៉ុន្តែការដែលយើងទៅពិនិត្យឈាមសូមបញ្ជាក់ទៅនេះតាំងមកពិតពេលដែលគាត់នាំគ្នាទៅមើលឈាមគាត់ឃើញមានគេហៅថាអង់ទីកភាសាបារាំងអង់គ្លេស antibody របស់ HCV នោះមានន័យថាមានជំងឺថ្លើម C ធ្លាប់ឈឺមានន័យតែប៉ុណ្្នឹងទេដូច្នេះគាត់ពេលដែលគាត់ទៅពិនិត្យគេប្រាប់ថាបងមានបញ្ហាថ្លើមរលាកថ្លើមប្រភេទ C មានន័យថាធ្លាប់មានមិនប្រកាស100លើ100គាត់នៅមានមេរោគប្រភេទ C នៅក្នុងខ្លួនទេដូចខ្ញុំបានរៀបរាប់ពីដើមមកថាមាន20% ជាខ្លួនឯងបាទដូច្នេះពេលដែលគាត់ទៅពិនិត្យឈាមមើលឈាមធម្មតាដែលយើងមើលឈាមមិនមែនដល់រាប់មេរោគគេប្រើពាក្យមួយទៀតគេហៅរាប់មេរោគការដែលយើងមើលឈាមធម្មតាឃើញមានន័យថាមានខ្លះក្នុងសភៅគេបានសេថាក្នុងករណីគាត់គ្រាន់តែឃើញអង់ទីកអង់ទី HCV នឹងមានធ្លាប់ឈឺថ្លើម C អាចមានសំណាង 50% អត់មានបាទអញ្ចឹងគាត់ចង់ដឹងថាគាត់ឈឺឬក៏គាត់ជាពីមេរោគ C គឺពឹងលើការរាប់មេរោគដូច្នេះពេលដែលគាត់ឃើញមើលឈាមឃើញមានអង់ទីក HCV positive មានន័យថាមានវត្តមានធ្លាប់ឈឺថ្លើម C ធ្លាប់ឆ្លងកាត់ប៉ុន្តែមានអ្នកខ្លះឆ្លងកាត់ហើយអត់ជាគឺគាត់ទៅរាប់មេរោគពេលដែលរាប់មេរោគមានទុយមកវិញពេលដែលរាប់មេរោគអត់មានគេហៅជាគ្រាន់តែការជាមាន2ទៅទៀតអ្នកខ្លះគាត់រាប់មេរោគអត់មានប៉ុន្តែគាត់អត់មានដោយសារគាត់ជាខ្លួនគាត់ប៉ុន្តែមានអ្នកខ្លះគាត់ជាបាលមួយរយៈហើយគាត់ជាដាច់ប៉ុន្តែគាត់រាប់មេរោគគ្មានទេនេះគេហៅជាដាច់ហើយ
ប៉ុន្តែបើគាត់ទៅកលេចមើលឈាមអង់ទីកអង់ទី HCV នៅតែមាននោះមានចំណុចប្រជាពលរដ្ឋខ្លះគាត់បារម្ភដែរគាត់ថាគាត់ព្យាបាលជាហើយរឿងអីបានតែមើលឈាមធម្មតានៅឃើញទៀតពីព្រោះអាហ្នឹងនៅសឹងតែមួយជីវិតមិនអាចបាត់ទេភាគរយបាត់មានតែតិចបំផុតអញ្ចឹងពេលដែលគាត់ទៅឃើញមើលឈាមតិចតួចដែលមិនមែនរកមេរោគនឹងឃើញមានន័យត្រឹមតែធ្លាប់ឈឺបើគាត់ខ្លះគាត់អាចជាដោយមិនបានព្យាបាលជាខ្លួនវាក៏ឃើញអញ្ចឹងតែរកមេរោគអត់មានហើយមួយចំណែកទៀតបច្ចេកវិទ្យាទៀតថាគាត់ព្យាបាលជាគាត់រកមេរោគអត់មានតែអង់ទីកនៅដដែលបាទអរគុណច្រើនណាស់បាទលោកសាស្ត្រាចារ្យចាស់ឃើញថានេះគឺជាការផ្ដល់ជូននៅចំណេះដឹងបន្ថែមទៀតដល់ទុតិយជនដែលកំពុងតាមដានទស្សនាជាមួយនឹងកម្មវិធីនៅក្នុងថ្ងៃនេះគឺការលើកឡើងអំពីប្រធានបទពីបញ្ហាជំងឺរលាកថ្លើមប្រភេទ C ដែលលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតឆៃកំប៉ៅឯកទេសជំងឺថ្លើមក្រពះពោះវៀននិងឬដងបាតផ្ដល់កិត្តិយសនៅក្នុងការបកស្រាយជូនដល់ទុតិយជនបាទទូរទស្សនិកជនជាទីមេត្រីវគ្គបន្តយើងនឹងបានធ្វើការជម្រាបជូនជាបន្តទៀតពីលោកសាស្ត្រាចារ្យក្នុងពេលនេះកម្មវិធីសម្រាប់សម្រាប់បន្តិចសិនបាទទូរទស្សនិកជនជាទីមេត្រីវិលមកជួបគ្នាបន្តជាមួយនឹងកម្មវិធីនីតិសុខភាពរបស់ស្ថានីយ៍ទូរទស្សន៍ Town Full HD TV ដែលប្រធានបទនៅក្នុងថ្ងៃនេះយើងនិយាយអំពីជំងឺរលាកថ្លើមប្រភេទ C ទទួលការបកស្រាយពីលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតឆៃកំប៉ៅឯកទេសជំងឺថ្លើមក្រពះពោះវៀននិងឬដងបាតថ្ងៃនេះលោកបានផ្ដល់វត្តមានយ៉ាងមានតម្លៃបន្ថែមទៀតជួយបាទក្នុងការផ្ដល់ជូននៅប្រធានបទដ៏មានតម្លៃនេះគឺជាពិសេសគឺចែកប្លែកនៅចំណេះដឹងផ្ដល់ជូនដល់ទុតិយជនដែលកំពុងតាមដានទស្សនាទូរទស្សនិកជនជាទីមេត្រីមុននឹងឈានចូលដល់ការបាត់លើកឡើងនៅសំណួរពីទូរទស្សនិកជនកម្មវិធីក៏សូមបន្តនៅសំណួរទៅកាន់លោកសាស្ត្រាចារ្យបន្តទៀតសិនលោកសាស្ត្រាចារ្យពាក់ព័ន្ធទៅនឹងការព្យាបាលវិញទៅលើជំងឺថ្លើមប្រភេទ C នេះផងដែរនោះបាទសូមអរគុណបាទជាធម្មតាយើងនិយាយពីការព្យាបាលមុននឹងព្យាបាលយើងត្រូវតែមើលការពិនិត្យវិតម្លៃឲ្យបានល្អសិនទី1ដូចខ្ញុំបានរៀបរាប់ពីដំបូងថាទី1គាត់មើលឈាមធម្មតាគាត់ឃើញមានអង់ទីក HCV ប៉ុន្តែបើគាត់អត់បានរកមេរោគគាត់មិនប្រកាសជាមានថ្លើម C ទេអញ្ចឹងបន្ទាប់មកទៀតការពិនិត្យរកមេរោគឲ្យដឹងតកតងនឹងឱសថពីមុនគេត្រូវសិក្សារហូតដល់ពូជរបស់វាក្រុមទីប្រមាណពីព្រោះក្នុងថ្លើម C មានប្រភេទវាមាន6ប្រភេទទៅទៀតប៉ុន្តែចំពោះឱសថសពថ្ងៃសឹងតែមិនបាច់ជាពិសេសឱសថចុងក្រោយតកតងនឹងឱសថក្របហ្នឹងតាមក្របហ្នឹងគឺយើងមិនជាចាំបាច់ត្រូវសិក្សាអំពីក្រុមវាទេពីព្រោះការសិក្សាក្រុមចំណាយទាំងថវិកាហើយក៏វាមិនមានសារៈប្រយោជន៍អីខ្លាំងប៉ុន្តែយើងក៏ត្រូវដឹងតែត្រូវមើលអេកូត្រូវមើលឈាមដើម្បីដឹងថាថ្លើមនឹងរលាកប៉ុណ្ណាត្រូវវាតម្លៃដោយការពិនិត្យអេកូអីដើម្បីវាតម្លៃថាតើគាត់ថ្លើមគាត់នៅក្នុងកម្រិតណាក្រិនមិនក្រិនហើយអាចលើសពីនឹងទៀតគឺយើងអាចមានបើពីមុនគេមានការចោះសាច់ថ្លើមដើម្បីវាតម្លៃថាថ្លើមនឹងអន់ប៉ុណ្ណាប៉ុន្តែបច្ចេកទេសនេះពិភពលោកសឹងតែមិនមានប្រើទេសម្រាប់មុននឹងព្យាបាលថ្លើម C គេមានមធ្យោបាយផ្សេងដូចជាអេកូក្នុងករណីក្រិនយើងអាចដឹងប៉ុន្តែបើក្នុងករណីមិនក្រិនគេអាចមានតេស្តឈាមការ fibro test ដើម្បីវាតម្លៃថាសាច់ថ្លើមខូចក្នុងកម្រិតណាពីព្រោះថ្លើមយើងពីកម្រិត0បានន័យថាថ្លើមល្អកម្រិត1អន់តិចតួចកម្រិតទី2អន់មធ្យមកម្រិតទី3អន់ចិត្តក្រិនកម្រិតទី4យើងហៅកម្រិតក្រិនហើយក្នុងក្រិនវាក្រិនខ្លាំងក្រិនតិចទៅទៀតអញ្ចឹងយើងក៏ការពិនិត្យឈាមយើងអាចដឹងពី4-5កម្រិតហើយយើងក៏មានតេស្តមួយទៀតគេហៅ fibro scan machine មួយសម្រាប់វាស់សាច់ថ្លើមឲ្យដឹងថាថ្លើមល្អឬមួយក៏អន់អាចចែកចេញជា4-5កម្រិតកម្រិត0រហូតដល់កម្រិតទី4ដូចគ្នាអញ្ចឹងទាំងអស់ហ្នឹងហើយយើងក៏ត្រូវរកជំងឺចូលរួមដែរដោយមានទឹកនោមផ្អែមលើឈាមហើយមានជំងឺកាមរោគអីផ្សេងទៀតត្រូវវាតម្លៃអស់បានយើងធ្វើការព្យាបាលអញ្ចឹងសួរថាតើយើងព្យាបាលដើម្បីអ្វីធម្មតាគោលបំណងនៃយើងការព្យាបាលជាទូទៅយើងចង់ឲ្យអស់មេរោគពីក្នុងឈាមបន្តមកទៀតគឺធ្វើម៉េចបើពេលដែលអស់ហើយគឺកុំឲ្យថ្លើមវិវត្តទៅមុខនេះជាគោលបំណងរបស់យើងហើយបើល្អទៀតគឺអាចធ្វើឲ្យបើយើងព្យាបាលបានត្រឹមត្រូវដូចយើងបរិបភ្លើងអស់វាអាចត្រឡប់ក្រោយជួនកាលអ្នកជំងឺដែលធ្លាប់មានទីទឹកធ្លាប់មានអីចឹងវាទៅជាបាត់ទីទឹកបាត់អីអញ្ចឹងធ្វើឲ្យសញ្ញានៃជំងឺដែលចូលដល់ដំណាក់កាលធ្ងន់មកដំណាក់កាលស្ទើរធ្ងន់បាទអញ្ចឹងសួរពីតើយើងមានឱសថអ្វីនិយាយអំពីប្រវត្តិឱសថតាំងពីប្រជាពលរដ្ឋយើងឲ្យទៅលឺទៅថ្លើម C ក៏ភ័យណាស់ពីមុនតែមិនមែនសពថ្ងៃនេះទេមានពាក្យខុសគ្នាពីមុនឬទៅថ្លើម C ចំណាយថវិកាខ្ពស់ចាក់ថ្នាំធ្វើទុកវេទនាតែថ្នាំសពថ្ងៃអត់មានវេទនាទេបាទអញ្ចឹងជំនាន់ដើមគេមានថ្នាំចាក់ដែលជំនាន់មុនខ្ញុំចេញជាគ្រូពេទ្យកាលនោះគេមាន3បញ្ជុលក្នុងមួយអាទិត្យក៏ខ្ញុំទាន់ដែរប៉ុន្តែខ្ញុំមិនទាន់ក្នុងចំនួន
មួយជុលក្នុងវគ្គអាទិត្យហើយនឹងថ្នាំគ្រាប់បូកចូលគ្នាហើយការដែលយើងប្រើថ្នាំអស់ហ្នឹងវាជាថ្នាំមួយបកែប៉ុន្តែផលវិបាកវាគ្រាន់សួរថាបកែខ្លាំងទេបើធៀបនឹងថ្នាំសប្តាហ៍មិនទេគិតជារួមចំនួនថ្នាំចាក់មួយអាទិត្យមួយជុលបូកនឹងថ្នាំគ្រាប់ជារួមពាក់កណ្ដាលហាជាហាអត់ជាអញ្ចឹងឱសថហ្នឹងវាធ្វើទុកខ្លាំងធ្វើឲ្យអ្នកជំងឺខ្លះធ្លាក់ទឹកចិត្តស្លេកស្លាំងលេងឃ្លានបាយគ្រុនក្តៅអីទាំងអស់គឺវេទនាដែរចាក់មួយឆ្នាំគឺស្រកយ៉ាងតិចមានមធ្យមជាបបពិសោធន៍ខ្ញុំនៅជាមួយថ្នាំចាក់ហ្នឹងយ៉ាងតិចអ្នកជំងឺត្រូវស្រកអ្នកដែលល្អបំផុតឲ្យស្រក5-6គីឡូព្រោះក៏អត់ស្រួលហូបបាយអត់បានអីចឹងហើយមានអ្នកខ្លះខ្លាំងមែនទែនស្រកជាង10គីឡូហើយមានអ្នកខ្លះខ្លាំងមែនទែនរហូតដល់ត្រូវការដាក់ឈាមដោយសារស្លេកស្លាំងត្រូវមានអ្នកជំងឺខ្លះរហូតដល់ដាក់ឈាម20កំប្លោកជាងក៏មានដែរការចំនួនវេទនាថ្នាំចាក់បាទបន្ទាប់មកយើងមានថ្នាំគ្រាប់តាំងពីឆ្នាំ2015ខែ11មកយើងមានថ្នាំគ្រាប់ដែលមានគេហៅថាថ្នាំរូបមន្តវា Sulfo Dacla ឬក៏ Sulfo Lady ហើយដែលចុងក្រោយគេនៅក្នុងប្រទេសកម្ពុជាយើងមានមួយទៀត Sulfo Savivia បូកនឹង Velpatasvir ដែលជាថ្នាំមួយប្រើស្រួលត្រូវគ្រប់ក្រុមគ្រាន់តែការកំណត់រយៈពេលព្យាបាលសឹងតែជារួមលើកលែងតែថ្លើមក្រឹបតិចទឹកខ្លាំងដែលទាមទាររយៈពេលរហូតដល់6ខែក្រៅពីនឹងទាមទាររយៈពេលតែ3ខែកັບព្យាបាលអាចឲ្យគាត់ជាសះស្បើយបាទប៉ុន្តែកន្លែងថ្ងៃនេះខ្ញុំចង់បញ្ជាក់បន្តិចដែលតកតងនឹងថ្នាំបកាយជាសួរថាបើសិនជាថ្លើមគាត់អត់ក្រឹងគាត់ព្យាបាលតែ3ខែសំណាងគាត់ជាបានប្រមាណក្នុងការសិក្សាខ្លះគេថាជាពី98ទៅ100%ចំពោះថ្លើមមិនក្រឹងនៅក្នុងបទពិសោធន៍ខ្ញុំក៏មិនខុសគ្នាដែរបើចំពោះថ្លើមមិនក្រឹងបទពិសោធន៍ខ្ញុំសឹងតែ100%ចំពោះអ្នកដែលថ្លើមអត់ក្រឹងផ្ទុយមកវិញចំពោះថ្លើមក្រឹងបើថ្នាំជំនាន់មុនបន្តិច Sulfo Dacla ដែលត្រូវគ្រប់ក្រុមជំនាន់នោះឃើញថាពេលដែលគាត់ក្រឹងគាត់មានតិចទឹកគាត់ក្រឹងហើយនោះសំណាងដែលអស់មេរោគគាត់ជាបានខ្ទង់តែ94ទៅ96%តែប៉ុណ្្នឹងទេមិនបាន100%ទេមានន័យថាថ្នាំចំនួនដែលចេញដំបូងតាំងពីខែ11 2015មកកាលនោះឬក៏ចូល2016ដើមឆ្នាំថ្នាំហ្នឹងវាជោគជ័យរៀងទាបជាងថ្នាំជំនាន់បន្ទាប់មក Sulfo Savivia បូកលេ Velpatasvir ហ្នឹងដែលកម្រិតជាខ្ពស់មែនទែនបាទប៉ុន្តែខ្ញុំសូមបញ្ជាក់កន្លែងតនេះបន្តិចដែលខ្ញុំជួបញឹកញាប់ប្រជាពលរដ្ឋគាត់សប្បាយចិត្តនឹងជាថ្លើមប្រភេទ C ពាក្យតែជារបស់គាត់មាន2តើគាត់ជាតែមេរោគអស់តែមេរោគថ្លើមគាត់នៅក្នុងពេលដែលគាត់កំពុងព្យាបាលហ្នឹងថ្លើមគាត់នៅក្នុងកម្រិតណាដែលជាបបពិសោធន៍ខ្ញុំព្រួយជាងគេប្រសិនបើគាត់ជានៅពេលដែលថ្លើមគាត់ល្អគាត់សឹងតែគ្មានហានិភ័យអីទេតាក់ទងនឹងជំងឺថ្លើមរបស់គាត់ពេលដែលគាត់អត់តាន់ក្រឹងមើលសាច់ថ្លើមនៅល្អកម្រិត0ឬក៏កម្រិត1កម្រិត2អីអញ្ចឹងការព្យាបាលអស់មេរោគហើយភាគរយដែលអាចត្រឡប់មកវិញសឹងតែគ្មានទេប៉ុន្តែពាក្យតែជាបញ្ជាក់ឲ្យបញ្ជាក់ទៀតពេលដែលគាត់ព្យាបាល3ខែគាត់ឈប់លេបថ្នាំ3ខែក្រោយបានគាត់ទៅពិនិត្យឈាមរាប់មេរោគម្ដងទៀតបើសិនជាគាត់រាប់ទៅគ្មានមេរោគទើបហៅតែជាហើយបញ្ជាក់ទៀតថាប្រសិនជានៅពេលដែលថ្លើមល្អมันមានហានិភ័យទេប៉ុន្តែអ្វីដែលសោកស្ដាយជាការសិក្សាក៏ដូចជាការព្យាបាលរបស់ខ្ញុំរាល់ថ្ងៃនេះជារដ្ឋខ្លះគាត់យល់ឃើញថាគាត់ជាគាត់ឈប់តាមដានចំពោះអ្នកជំងឺទាំងឡាយណាដែលមានថ្លើមក្រឹងថ្លើមស្ទើរក្រឹងឬក៏ក្រឹងឬក៏ក្រឹងល្មមឬក៏ក្រឹងរហូតដល់ទីទឹកពេលដែលគាត់ព្យាបាលអស់មេរោគអ្នកខ្លះមានសំណាងគាត់ឈប់មានទីទឹកអញ្ចឹងថ្លើមគាត់ទៅជាគាត់យល់ថាខ្លួនគាត់ជាដាច់ព្រោះគាត់គេប្រាប់ថាអស់មេរោគគាត់ថាគាត់ជាហើយអញ្ចឹងគាត់អត់មានខ្វល់អីនឹងគាត់ឈឺទៀតទេអញ្ចឹងគាត់អត់មកតាមដានរាល់មនុស្សប្រភេទហ្នឹងដែលជានៅពេលដែលថ្លើមក្រឹងណាគ្រោះថ្នាក់គាត់មានគឺគ្រោះថ្នាក់នឹងមហារីកជាបបពិសោធន៍ខ្ញុំបើគាត់ធ្វើប្រហែសគាត់អត់មកតាមដានមួយគ្រូពេទ្យក្រោយពេលគាត់ជាហើយគាត់ថាខ្ញុំជាហើយឈប់មកតាមដានដោយមិនបានតាមដានគ្រោះថ្នាក់ដែលមហារីកសម្បូរណាស់បាទអញ្ចឹងមានអ្នកខ្លះព្យាបាលបាន 2-3 ឆ្នាំក្រោយ
គាត់មកម្ដងទៀតគាត់ថាខ្ញុំដូចជាឈឺក្រោមឆ្អឹងជំនីស្ដាំជួនកាលអ្នកខ្លះមកវិញជាទីទឹកអ្នកខ្លះមកវិញជាក្អួតឈាមពេលនោះភាគច្រើនគាត់មិនមែនស្ថិតនៅក្នុងកម្រិតក្រិនទេភាគច្រើនវិវត្តដល់ដំណាក់កាលមហារីកដែលជាដំណាក់កាលមួយដែលភាគច្រើនហួសពេលបាទអរគុណបាទលោកសាស្ត្រាចារ្យដែលបានធ្វើការបកស្រាយបាទពាក់ព័ន្ធទៅនឹងការព្យាបាលអញ្ចឹងគេថាមានវិធីនៅក្នុងការព្យាបាលបច្ចុប្បន្ននេះគឺល្អបាទបើយើងប្រៀបធៀបទៅនឹងកាលពី10ឆ្នាំមុន15ឆ្នាំមុនបាទទុតិយជនឥឡូវនេះគឺមានភាពងាយស្រួលសំខាន់ថាតើអ្នកជំងឺតែព្យាបាលចំគោលដៅឬមួយយ៉ាងណាតែប៉ុណ្ណោះបាទទុតិយជនឥឡូវនេះពាក់ព័ន្ធទៅនឹងវិធីការពារវិញតើយើងគួរតែមានវិធីការពារទេបាទចំពោះជំងឺរលាកខ្លាំងប្រភេទផ្សេងនេះបាទសូមគោរពជឿបាទតើតើនឹងការការពារបើយើងនិយាយជារួមទៅមិននឹងថាមានអីពិសេសខុសគេទេទី1គឺការដែលយើងដឹងថាទាំងអស់ទោះជាគាត់មានថ្លើមក៏សេក៏ដោយមិនមានថ្លើមសេក៏ដោយការដែលកាត់តមសុរាការប្រើថ្នាំប្រេងផ្ដាស់គាត់ត្រូវតែមានវិធីការពាររបស់គាត់គឺមិនប្រសាសុរាមិនប្រើថ្នាំដែលគ្មានវិជ្ជាបញ្ជាទី3មិនអោយឡើងគីឡូខ្លាំងពេកពីព្រោះមានជំងឺមួយខ្ញុំហៅជំងឺទាន់សម័យជំងឺពេញនិយមអនាគតគឺជំងឺដែលលើសជាតិខ្លាំងដែលអាចឲ្យមានជំងឺច្រើនបណ្ដុំទឹកនោមផ្អែមក៏ជួបខាងបេះដូងក៏ជួបខាងខ្យងកាពះពោះវៀនថ្លើមនេះក៏ជួបជំងឺគ្រុនថ្លើមដោយសារមានវត្តមានខ្លាញ់ច្រើននៅក្នុងថ្លើមដែលជាមូលហេតុគ្រុនថ្លើមដូច្នេះការហាត់ប្រាណជួយមួយការតមសុរាការកំប្រើតាមប្រេងផ្ដាស់ហើយនឹងធ្វើការព្យាបាលនៅពេលដែលគាត់មានជំងឺហ្នឹងគាត់ត្រូវតែធ្វើការព្យាបាលដើម្បីកុំឲ្យជំងឺហ្នឹងវាវិវត្តទៅរកដល់ដំណាក់កាលធ្ងន់ធ្ងរបាទអរគុណច្រើនបាទលោកសាស្ត្រាចារ្យហើយឥឡូវនេះយើងបន្តជាមួយនឹងសំណួរពីទូរទស្សនិកជនដែលបានលើកឡើងជាសំណួរមកកាន់កម្មវិធីបាទនៅក្នុងគណៈពេលនេះគឺទស្សនិកជនចង់សួរមកកាន់លោកសាស្ត្រាចារ្យថាតើការធ្វើសក់ឬមួយក៏ការសម្អាតស្បែកដោយឧបករណ៍ដែលមិនស្អាតអាចបណ្ដាលឲ្យឆ្លងនៅជំងឺរលាកថ្លើមផ្សេងនេះដែរទេបាទសូមគោរពជឿអរគុណសំណួរសួរថាមិនស្អាតបាទឧបករណ៍មិនស្អាតឧបករណ៍មិនស្អាតមានន័យថាបើសិនមិនស្អាតគាត់មកប្រឡាក់ដោយមិនមានឈាមបាទវាមិនមានជាបញ្ហាសំខាន់អ្នកដែលត្រូវបានឆ្លងហ្នឹងតើតើគាត់មានមុតដែរបាទមុតដោយឈាមហើយឈាមសម្ភារៈដែលមុតដោយឈាមហ្នឹងវាជាប់ឈាមដែលមានមេរោគមិនមែនឈាមអ្នកអត់មានមេរោគទេអានោះតើឈាមមានមេរោគហើយមានមេរោគហ្នឹងមកមុតនៅលើអ្នកដែលគេធ្វើឲ្យហ្នឹងបានឆ្លងប៉ុន្តែសួរអញ្ចឹងគឺត្រូវតែមានអនាម័យល្អគឺការប្រើសម្ភារៈរួមការដែលប្រើរបស់រួមមិនអាចបែងចែកប្រើចែកគ្នាប្រើទេត្រូវតែប្រើរបស់តែឯងបាទហើយជាពិសេសរបស់ដែលមុតដោយឈាមបានទៀតបាទអរគុណលោកសាស្ត្រាចារ្យពាក់ព័ន្ធទៅនឹងសំណួរបន្តពីទូរទស្សនិកជនលោកចង់សួរថាការបញ្ចូលឈាមឬក៏ការវះកាត់ដែលបណ្ដាលឲ្យការបញ្ចូលឈាមឬការវះកាត់តើអាចបណ្ដាលឲ្យឆ្លងជាមួយនឹងបាត់ជំងឺរលាកថ្លើមនេះដែរទេហើយយើងគួរតែមានវិធីអីការពារបាត់នៅក្នុងពេលនេះផងដែរនោះបាទអរគុណតកតងដូចខ្ញុំបានរៀបរាប់ហើយការដែលអាចមានលុត្រាតែមុនឆ្នាំ1992ដែលការនោះគ្មានតេស្តសម្រាប់រោគមេរោគប្រភេទ C បាទតាំងពីក្រោយនឹងមកភាគរយដែលឆ្លងជំងឺថ្លើម C សឹងតែគ្មានការដែលខ្ញុំទៅរៀននៅប្រទេសបារាំងក្នុងឆ្នាំ2004ទៅ2007អ្នកជំងឺដំបូងដែលបានដាក់ឈាមគេត្រូវណាត់3ខែក្រោយមកមើលឈាមរួមមើលកាំរោគមើលអេដមើល B មើល C តែក្រោយឡើងគេឈប់ពីព្រោះគេឃើញថាអត្រាដែលអាចឆ្លងតិចបំផុតដែលគេអាចលើកលែងបានបាទអរគុណជាមួយនឹងសំណួរពីទូរទស្សនិកជនបន្តទៀតដែរថាតើអាហារណាខ្លះដែលជៀសវាងសម្រាប់អ្នកជំងឺរលាកថ្លើមប្រភេទផ្សេងបាទសូមអរគុណតកតងនឹងអាហារជារួមចំពោះជាទ្រឹស្ដីគឺគ្មានអាហារណាដែលយើងត្រូវតែតមទេគឺយើងអាចហូបបានទាំងអស់អ្វីក៏ដោយយើងហូបបានទាំងអស់គ្រាន់តែយើងត្រូវគិតថាជំងឺមួយទៀតដែលខ្ញុំបានរៀបរាប់ចុងក្រោយនេះនិយាយអំពីការដែលលើសជាតិខ្លាញ់អញ្ចឹងប្រសិនបើយើងហូបរបស់ច្រើនពេកដែលវាឲ្យគីឡូយើងឡើងខ្លាញ់ទុកនៅក្នុងថ្លើមខ្លាំងនោះវាអាចមានផលបាក់ដូច្នេះសួរថាអាហារណាត្រូវតមខ្ញុំមិនមានអាហារណាត្រូវតមទេប៉ុន្តែគុំបញ្ជាក់សុរានិងថ្នាំគឺអត់បាទមិនត្រូវតមដាច់ខាតបាទប៉ុន្តែការហូបចុកនៅតែហូបធម្មតាគ្រាន់តែហូបធ្វើម៉េចកុំឲ្យធាត់បាទអ
អរគុណជាមួយនឹងសំណួរជាបន្តពីទូរទស្សនិកជនចង់សួរលោកសាស្ត្រាចារ្យផងដែរថាតើជំងឺរលាកថ្លើមប្រភេទ C អាចនៅពេលដែលព្យាបាលហើយអាចនឹងគេហៅថាកើតឡើងវិញទេសម្រាប់ជំងឺនេះ ជារួមចំពោះថ្លើមសេប្រសិនបើគាត់មានការធ្វេសប្រហែសអាចនឹងមានប្រសិនបើគាត់ទៅយកមេរោគថ្មីមកវិញបាទ អរគុណបាទទូរទស្សនិកជនហើយខ្ញុំបាទក៏សូមបន្តនៅសំណួរបាទពីទូរទស្សនិកជនបន្តទៀតដែរសំណួរគាត់ចង់សួរថាតើអាចការពារពីជំងឺរលាកថ្លើមប្រភេទ C ដោយការចាក់វ៉ាក់សាំងឬធ្វើការពារដោយវិធីណាបាទយើងដឹងហើយតកតងនឹងការឆ្លងគឺឆ្លងតាមឈាមតាមរបស់ដែលមុតដោយឈាមឬក៏សម្ភារៈដែលមានប្រឡាក់ដោយឈាមឆ្លងដូច្នេះត្រូវតែកិច្ចនៅរបស់ហ្នឹងដូចជាការប្រែកឡាមគឺឡាមកោពុកមាត់រួមច្រាស់ដុសធ្មេញច្រឡំប្រើរួមប៉ុន្តែទាំងអស់ហ្នឹងវាជាអតិទៀតតតែមានឈាមនៅលើអ្នកដែលមានមេរោគគាត់មានឈាមគាត់មុតមកនៅលើហ្នឹងហើយដកនៅហ្នឹងប៉ុន្តែជារួមគឺរបស់អស់ហ្នឹងត្រូវតែមិនចែកប្រើនៅរបស់ដែលមុតដល់ឈាមបាទអាហ្នឹងយើងត្រូវតែមានវិធីគឺយើងត្រូវជាផុតពីអាហ្នឹងសួរថាមានវ៉ាក់សាំងទេរហូតដល់សប្តាហ៍មិនមានវ៉ាក់សាំងការពារទេបាទថ្លើម B មានថ្លើម C មិនមានទេបាទអរគុណច្រើនបាទចំពោះលោកសាស្ត្រាចារ្យបាទការបកស្រាយព្រឺនៅសំណួរពីទូរទស្សនិកជនហើយកម្មវិធីក៏សូមអនុញ្ញាតសម្រាប់បន្តិចសិនបាទទូរទស្សនិកជនជាទីមេត្រីហើយពេលវេលាក៏កាន់តែកាល់ខិតជិតចូលដល់ទីបញ្ចប់ផងដែរនោះហើយជាបណ្ដាំផ្ញើចុងក្រោយសម្រាប់លោកសាស្ត្រាចារ្យបាទសូមផ្ដល់ជូននៅពាក្យពេចន៍ដើម្បីផ្ដាំផ្ញើដល់ទូរទស្សនិកជនដែលកំពុងតាមដានទស្សនាក៏ដូចជាសម្រាប់ជាការផ្ដល់ជូននៅបទចំណេះដឹងបន្ថែមទៀតសម្រាប់ទូរទស្សនិកជនផងដែរនោះបាទសូមអរគុណបាទជាបញ្ចប់នេះខ្ញុំសូមសង្ខេបបន្តិចមកវិញថាជំងឺថ្លើមសេភាគច្រើនមិនមានសញ្ញាហើយការដែលវាមានសញ្ញានៅពេលដែលវាធ្ងន់សញ្ញាវាជួនកាលវាមានសញ្ញាតិចតួចដូចជាអស់កម្លាំងអញ្ចឹងដើម្បីឲ្យដឹងថាគាត់ឈឺថ្លើមប្រភេទសេគឺមានតែការពិនិត្យឈាមទេភាគច្រើនអាចជួយឲ្យគាត់ដឹងពីព្រោះថាបើគាត់ដល់ដំណាក់កាលធ្ងន់ដឹងវាហួសពេលអញ្ចឹងនៅពេលដែលគាត់មិនទាន់មានធ្ងន់ក៏ត្រូវតែពិនិត្យឈាមបន្តមកទៀតត្រូវយល់ថាជំងឺថ្លើមផ្សេងនេះគឺឆ្លងដូចជំងឺអេដបាទគឺមានន័យថាការប៉ះពាល់ដោយឈាមដែលមានទុកដោយមេរោគហើយចំណុចទី3ដែលខ្ញុំចង់បញ្ជាក់បន្ថែមថាឱសថសពថ្ងៃបកាយព្យាបាលជាប៉ុន្តែទោះយ៉ាងម៉េចក៏ដោយក៏ត្រូវតែពិនិត្យត្រូវគិតថាខ្ញុំជានៅពេលណាបើសិនបើគាត់ជានៅពេលថ្លើមល្អគឺគាត់មិនមានហានិភ័យទៅថ្ងៃក្រោយទេប៉ុន្តែពេលដែលគាត់ជានៅពេលដំណាក់កាលក្រិនថ្លើមទោះជាក្រិននឹងមានផលបាកដូចជាទីទឹកធ្លាប់ប្អូនឈាមធ្លាប់ទីទឹកធ្លាប់ធ្វើទុកខ្លាំងហើយដល់ពេលព្យាបាលបានជាឬក៏គាត់ក៏តែក្រិនដោយការពិនិត្យអេកូការពិនិត្យឈាមដឹងថាគាត់ក្រិនថ្លើមទោះជានៅក្នុងដំណាក់កាលនឹងក៏ដោយគាត់ជាតែមេរោគទេថ្លើមគាត់បើគាត់ខ្វះការតាមដានអាចវិវត្តទៅរកមហារីកដូច្នេះរាល់អ្នកដែលជានៅក្នុងពេលដែលក្រិនគាត់ត្រូវតែជួបគ្រូពេទ្យជាប្រចាំដោយជាទ្រឹស្ដីគេថាត្រូវតែពិនិត្យអេកូត្រូវតែពិនិត្យអេកូរាល់6ខែម្ដងការពិនិត្យឈាមរោមមើលមហារីករាល់6ខែម្ដងហើយពេលណាដែលគាត់ក្រិនជួនកាលពេលដែលគាត់ក្រិនមុនព្យាបាលគេបានឆ្លុះកាពះគាត់ឃើញមានតសៃឈាមក្នុងកំពង់អាហារគាត់រីកគាត់ក៏ត្រូវតែទៅធ្វើការតាមដានដើម្បីគ្រូពេទ្យសន្មត់ធ្វើការឆ្លោះឡើងវិញឬអត់ទៅតាមរយៈពេលនៃការត្រូវឆ្លោះក្នុងរយៈពេល2ឆ្នាំម្ដងឬក៏3ឆ្នាំម្ដងក៏ត្រូវការធ្វើការតាមដានបាទនោះជាចំណុចពិសេសដែលយើងត្រូវតែចាំហើយបន្តមកទៀតដំបូងមានជាទូទៅគឺការដែលយើងកិច្ចពីការហូបសុរាការដែលយើងកុំឲ្យឡើងគីឡូខំហាត់ប្រាណហើយការដែលប្រើប្រាស់សម្ភារៈមុតរួមគឺត្រូវតែជៀសវាងពីព្រោះអស់ហ្នឹងវាងាយនឹងឆ្លងជំងឺថ្លើមសេហើយជាពិសេសចំពោះអ្នកដែលប្រើគ្រឿងញៀនយើងមិនមែនថាលើកទឹកចិត្តឲ្យប្រើគ្រឿងញៀនទេមានន័យថាការដែលអ្នកប្រើគ្រឿងញៀនគាត់មិនត្រូវប្រើមជ្ឈលរួមគ្នាទេក្នុងករណីដែលអ្នកដែលមានលួចប្រើគ្រឿងញៀននោះជាការផ្លាស់ត្រូវតែផ្លាស់បញ្ជុលតែខ្ញុំនិយាយទៀតមិនលើកទឹកចិត្តប្រើគ្រឿងញៀនទេគ្រឿងញៀនគឺជា
គឺជាសត្រូវមួយដែលអាក្រក់ហើយសម្រាប់សង្គមយើងហើយបើសិនគាត់មានទុកនៅជំងឺថ្លើមប្រភេទ C គាត់គួរតែពិគ្រោះជាមួយគ្រូពេទ្យខាងជំនាញថ្លើមរពះពោះវៀនបាទអរ បាទអរគុណច្រើនបាទចំពោះលោកសាស្ត្រាចារ្យដែលបានផ្ដល់វត្តមានយ៉ាងមានតម្លៃដោយសារតែកម្មវិធីបានឈានចូលដល់ទីបញ្ចប់កម្មវិធីបានសូមគោរពលាពីទូរទស្សនិកជនដែលត្រឹមប៉ុណ្ណេះសិនផងដែរវិលវិញជួបគ្នានៅថ្ងៃច័ន្ទសប្តាហ៍ក្រោយហើយទូរទស្សនិកជនប្រសិនបើទូរទស្សនិកជនចង់ជួបដោយផ្ទាល់ជាមួយនឹងលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតគឺនៅបាទមន្ទីរបាទនៅសំទោសគឺនៅបាទ clinic បាទជាពិសេសគឺ clinic បាទថ្លើមក្រពះពោះវៀនបាទឆៃកំពៅបាទយើងស្គាល់ថាស្តុបកោះដូងបាទចូលមកផ្នែកខាងក្នុងគឺមកផ្លូវនេះគឺថាទូរទស្សនិកជនបានជួបជាមួយនឹងលោកសាស្ត្រាចារ្យដោយផ្ទាល់ឬមួយក៏អាចទំនាក់ទំនងបានតាមរយៈបាត់លេខទូរស័ព្ទ2ខ្សែទី1គឺ015 32 72 72រីឯខ្សែទី2គឺ012 913 682ខ្ញុំបាទសូមអានជូនជាថ្មីខ្សែទី1 015 32 72 72និងខ្សែទី2 012 913 682ទូរទស្សនិកជនអាចជួបនឹងពិគ្រោះជំងឺជាមួយនឹងលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតបានទៅលើបញ្ហាជំងឺក្រពះពោះវៀនថ្លើមរួមជាមួយនឹងរឹសដូងបាទជាចុងក្រោយកម្មវិធីក៏មានជាកាដូនូសាវីផ្ដល់ជូនដល់លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតពីក្រុមហ៊ុនបាកាគឺជាភេសជ្ជៈបៃកម្លាំងមួយផលិតនៅប្រទេសកូរ៉េដែលនៅក្នុងនោះបានផ្ដល់ជូននៅការឧបត្ថម្ភសម្រាប់កម្មវិធីផងដែរកម្មវិធីក៏បានដល់ទីបញ្ចប់ក៏សូមលំអរកាយគ្រប់លាវិលវិញជួបគ្នាថ្ងៃច័ន្ទសប្តាហ៍ក្រោយតាំងពីវេលានៅម៉ោងដដែលបាទសូមអរគុណ